បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានវីដេអូថ្មីចែករំលែកនៅចំណេះដឹងខ្លះៗទាក់ទងជាមួយនឹងបញ្ហាទៅលើកុំព្យូទ័រដែលវាដើរម៉ោងនិងថ្ងៃខែខុសអញ្ចឹងណាបងប្អូនអញ្ចឹងយើងត្រូវការ set up ដើម្បីឲ្យវាត្រូវម៉ោងហើយនឹងអឺថ្ងៃខែឆ្នាំវិញគឺបងប្អូនគឺងាយស្រួលទេចឹងបងប្អូននឹងធ្វើតាមខ្ញុំទាំងអស់គ្នាគឺបងប្អូនច្បាស់ជានឹងបដូរពេលវេលាម៉ោងក៏ដូចជាពេលវេលាថ្ងៃខែឆ្នាំបានដោយងាយងាយដូចខ្លួនឯងបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចបើសិនជាបងប្អូនពេញចិត្តរាល់វីដេអូថ្មីរបស់ខ្ញុំតម្លាក់នៅក្នុង Channel YouTube ចឹងបងប្អូនកុំភ្លេចជួយ Like Share និង Subscribe ក្នុង Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្ថែមទៀតទាក់ទងជាមួយនឹងការចែករំលែកចំណេះដឹងផ្សេងៗអូខេអញ្ចឹងបងប្អូនដើម្បីអឺយើងទៅកាន់កន្លែងដែលយើងត្រូវបដូរថ្ងៃខែឆ្នាំកំណត់បានបងប្អូនថ្ងៃសុំទោសបងប្អូនថ្ងៃខែឆ្នាំនឹងម៉ោងរបស់កុំព្យូទ័រពេលកុំព្យូទ័រខ្លះដើរខុសបងប្អូនដូចជានេះបងប្អូនរៀងកាន់អត់សូវនឹងទេបងប្អូនព្រោះយើងនៅកន្លែងរៀងខ្យល់បងប្អូនកន្លែងរៀងទលាយពេលអញ្ចឹងទៅវារៀងនេះតិចតែអីបើសិនជាបងប្អូនមើលទៅវាអត់សូវពិបាកប៉ុន្មានទេបងប្អូនអញ្ចឹងយើងមើលទៅលើម៉ោងអត់ថឥឡូវអានេះបច្ចុប្បន្នស្មើនេះគឺម៉ោង 10:52 នាទី AM នៅថ្ងៃទី18 ខែ 9 2025តែសម្រាប់នៅក្នុង laptop មួយនេះនៅក្នុង monitor នេះវាម៉ោង 8:52 PM ហើយទី17 ខែ 1 2025អញ្ចឹងវាអត់ដើរត្រូវទេអញ្ចឹងដើម្បីយើងត្រូវ set up ឬក៏យើងត្រូវកំណត់វាឲ្យត្រូវទូទៅដូចទៅនឹងម៉ោងធម្មតាក៏ដូចជាឲ្យត្រូវពេលវេលាបងប្អូនជាមួយនឹងពេលវេលាថ្ងៃខែឆ្នាំកំណើតថ្ងៃខែឆ្នាំច្បាស់បងប្អូនកុំភ្លេចអញ្ចឹងយើងត្រូវចូលមើលដល់ឥឡូវយើងត្រូវមើលក្នុង monitor របស់យើងត្រូវមានពាក្យថាវាមានពាក្យថា control panel អញ្ចឹងបងប្អូនយើងត្រូវចូលនៅក្នុង control panel នេះមកបងប្អូនត្រូវវាចុច2ដងមកអញ្ចឹងវាលោតដល់ប៉ុណ្ណេះអញ្ចឹងកុំព្យូទ័រខ្លះនៅពេលដែលយើងអត់ទាន់បានចូលវាលោតច្រើនfunction ណាបងប្អូនអញ្ចឹងបើសិនជាអានេះក៏ខ្ញុំជាឧទាហរណ៍ទេបើសិនជាលោតច្រើនយើងមិនខ្វល់ទេយើងចូលកន្លែងតាក់រីនេះមកបងប្អូនយើងចូលពាក្យតាក់រីមកវាលោតបរមនេះដោយសារតែយើងធ្លាប់ធ្វើច្រើនដងទៅវាលោតតែប៉ុណ្ណេះទេវាអត់មានអីច្រើនទេអូខេអញ្ចឹងយើងត្រូវចូលបន្តទៀតគឺយើងត្រូវចូលកន្លែង clock and origin អញ្ចឹងយើងចូលឥឡូវនេះបងប្អូនអានេះយើងមកចុចយើងចុចឥឡូវនេះមកអូខេពីរដងនេះគ្នាតោះមកវាមានពាក្យថា time and date and time បងប្អូនអញ្ចឹងបងប្អូនត្រូវជឿលើនឹងទៀតពីលោដល់ចំណុចនេះអញ្ចឹងចំណុចនេះបងប្អូនត្រូវផ្ទៀងជាមួយនឹងពេលវេលាដូចជាក្នុងទូរស័ព្ទដៃក៏ដូចជាម៉ោងដែលយើងគិតថាយកមក set up វាត្រូវអញ្ចឹងបងប្អូនអញ្ចឹងយើងមើលនេះវាអត់ត្រូវទេវានៅថ្ងៃទី17 ខែ 9 2025ម៉ោង 8:53.54 វិ PM អញ្ចឹងហើយរបៀបនៃការបដូរយើងមាន2 option ដែរពី function បងប្អូនវាមានកន្លែង change date and time ហើយជាមួយនឹង change time zone អញ្ចឹងអ្វីយើងត្រូវបដូរពីអញ្ចឹងគឺយើងបដូរទី1នេះបងប្អូនចូលកន្លែង change date and time អញ្ចឹងយើងត្រូវចូលទៅនឹងមកជិះពីម្ដងបងប្អូនអញ្ចឹងវាមកដល់ចំណុចមួយនេះបងប្អូនសូមដាក់ zoom មួយចិត្តតិចសួរបងប្អូនសួរមើលអញ្ចឹងបងប្អូនត្រូវមើលឥឡូវថ្ងៃទី8សំទោសថ្ងៃទី18បងប្អូនជើងឈរទៅលើថ្ងៃសិនណាបងប្អូនព្រោះខែនិងឆ្នាំវាត្រូវហើយអញ្ចឹងវាអត់ត្រូវថ្ងៃអញ្ចឹងខ្ញុំដាក់ចំថ្ងៃមកថ្ងៃទី18ឥឡូវម៉ោងបងប្អូនម៉ោងប៉ុន្មានម៉ោង10អញ្ចឹងបងប្អូនត្រូវចុចខ្ញុំចុចលើ keyboard ហ្មងទៅម៉ោង10បងប្អូនចុចលើ keyboard នេះបងប្អូនសារខ្ញុំសូនៅក្នុង monitor អញ្ចឹងបងប្អូនអាចបាត់ឃើញអញ្ចឹងម៉ោង10ចូល55នាទីហើយចឹងនេះ54 55អញ្ចឹងខ្ញុំត្រូវបដូរវាពី PM មក AM ដោយសារតែម៉ោង10វាត្រូវនៅក្នុង AM ឡើយទេអត់ទាន់ទៅនេះទេអញ្ចឹងយើងបដូរវាមក AM មកតើឆ្លងផុតមកដល់2បានវាទៅរសៀលវិញអញ្ចឹងយើងត្រូវបានវាទៅជា PM នេះនៅ AM ឡើយណាបងប្អូនអញ្ចឹងសរុបមកគឺថ្ងៃទី18 ខែ 9 2025ម៉ោង 10:54 55នាទី AM អញ្ចឹងយើងឃើញនៅត្រូវហើយបងប្អូនយើងមកភ្លេចចូលអូខេ
ហើយយកពាក្យថាអូខេទៀតអូខេអញ្ចឹងយើងទៅប៉ុណ្ណឹងយើងឃើញបងប្អូនយើងឃើញថាម៉ោងរបស់យើងគឺត្រូវហើយម៉ោង 10:55 AM ថ្ងៃទី18 ខែ 9 2025 បងប្អូនអញ្ចឹងវីដេអូនេះគឺយើងមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនពេញចិត្តរាល់វីដេអូខ្លីៗក៏ដូចជាតកតងមួយនឹងចំណេះដឹងផ្សេងៗមិនថាទូរស័ព្ទដៃក៏ដូចជា computer ជាមួយនឹងកម្មវិធីផ្សេងៗទៀតបងប្អូនកុំភ្លេចជួយ subscribe like និង share ឲ្យបានច្រើនដើម្បីទទួលបានវីដេអូថ្មីៗទៅទៅមួយនឹងការចែករំលែកចំណេះដឹងផ្សេងៗទៅលើ social media អញ្ចឹងបងប្អូនមានតែប៉ុណ្្នឹងទេជម្រាបលា